និយាយដោយស្មោះត្រង់ខ្ញុំគិតថាខ្ញុំក៏ធ្លាប់ឆ្លងកាត់ពេលវេលាមួយដែលគិតថាខ្លួនឯងចាស់ជាងអាយុដូចគ្នាណោះឥឡូវស្ដាប់អត្ថបទនេះមួយខ្ញុំទាំងអស់គ្នាយើងធ្លាប់ឆ្ងល់អត់ថាហេតុអីបានជាមនុស្សកាន់តែច្រើនឡើងចាស់មុនអាយុពេលដែលយើងនិយាយពីអាយុវាគឺជាការរួមបញ្ចូលគ្នានៃរបៀបដែលយើងមើលពីខាងក្រៅប៉ុន្តែអ្វីដែលសំខាន់វាគឺអ្វីដែលយើងមានអារម្មណ៍ចេញពីខាងក្នុងមកវិញក្រៅពីភាពស្មុគស្មាញក្តីកង្វល់ឬក៏បរិយាកាសមានជាតិពុលមានមូលដ្ឋានមួយដែលបានឆក់យកភាពក្មេងវ័យរបស់យើងទៅ4-10ឆ្នាំដឹងថាអីគេហត់ខ្ញុំក៏មិនធ្លាប់ដឹងមកពីមុនហើយក៏មិនមានចំណេះដឹងខាងនឹងមកពីមុនដូចគ្នាเนาะប៉ុន្តែក្រោយពីការមានឱកាសបានទទួលចំណេះដឹងនឹងមកអនុវត្តលើខ្លួនឯងហើយពេលខ្លះក៏ភ្លៀងភ្លាត់ពេលខ្លះទៀតក៏បំពេញពេលខ្លះទៀតក៏នឹកឃើញហើយត្រឡប់មកលើ track លើផ្លូវដែលត្រឹមត្រូវលើសុខភាពខ្លួនឯងធ្វើឲ្យខ្លួនឯងនឹងមានអារម្មណ៍ល្អប្រសើរច្រើនជាងមុនមានអារម្មណ៍ថាខ្លួនឯងរឹងមាំជាងមុនអីចឹងទៅអញ្ចឹងវានៅតែអត់ទាន់អាចឲ្យខ្លួនឯងមានវិន័យមានទម្លាប់ដែលល្អទៅលើរឿងហ្នឹងបានរឿងនេះមិនមែនមានតែខ្ញុំតែម្នាក់ឯងទេដែលស្ថិតនៅក្នុងផ្លូវមួយហ្នឹងដែលចំណុចដែលមូលហេតុដែលបានឆក់យកភាពក្មេងវ័យរបស់យើងទៅ4-10ឆ្នាំហ្នឹងគឺស្ករវាជាមូលហេតុមួយដែលយើងទទួលទានលើសចំនួនដោយអត់ដឹងខ្លួនមិនថានៅក្នុងទម្រង់ធម្មតារបស់វាឬក៏ទម្រង់ដែលមិនមានរសជាតិផ្អែមទេតាមរយៈកាបូនអ៊ីដ្រាតដែលវាបំលែងទៅជាស្ករនឹងឯងដូច្នេះបើសិនបើជាយើងដាក់កាបូនអ៊ីដ្រាតឬក៏ស្ករខ្ពស់ចូលនៅក្នុងខ្លួនរបស់យើងនៅពេលព្រឹកឬក៏មិនថាពេលណាក៏ដោយគឺយើងនឹងបំផ្លាញប្រព័ន្ធមេតាបូលិករបស់យើងអាចនិយាយបានថាប្រព័ន្ធមេតាបូលិកនេះវាជាប្រព័ន្ធមួយដែលធ្វើឲ្យដំណើរការនៅក្នុងរាងកាយរបស់យើងហ្នឹងវាដំណើរការបានល្អទៅតាមប្រកបដោយភាពរបស់រាងកាយរបស់យើងអញ្ចឹងណាអញ្ចឹងវាប្រៀបដូចជាមានកុងតាក់បើកបិទអញ្ចឹងដែរបានន័យថាពេលដែលវាត្រូវបើកពេលណាត្រូវបិទពេលណាអញ្ចឹងណាដោយយើងបើកបិទកុងតាក់ភ្លើងអញ្ចឹងណាថាបើសិនពេលរសៀលឬក៏អីចឹងយើងអាចបិទបានហើយពេលយប់ដែលយើងត្រូវប្រើការអីនេះនោះអញ្ចឹងទៅយើងបើកហើយដល់ពេលវេលាជោគគេយើងបិទវិញអីចឹងទៅអញ្ចឹងវាមានពេលវេលារបស់វាដូចយើងអញ្ចឹងយើងជាមនុស្សយើងមានពេលវេលាធ្វើការមានពេលវេលាសម្រាប់អីចឹងទៅអញ្ចឹងវាមានយប់មានថ្ងៃមានអីចឹងដូចគ្នាអញ្ចឹងណាអញ្ចឹងរាងកាយរបស់យើងក៏ដូចគ្នាដែរវាមានកុងតាក់បើកបិទសែនដូចគ្នាអញ្ចឹងអាកុងតាក់បើកបិទសែនហ្នឹងឯងដែលវាបញ្ជាក់ថាប្រព័ន្ធដំណើរការមេតាបូលិករបស់យើងដែលល្អឬអត់ហើយបើសិនជាអត់ល្អឬក៏មានការរលាកណាមួយដែលធ្វើឲ្យប៉ះពាល់ដល់សុខភាពរបស់យើងគឺមានហេតុខ្លះវាបញ្ចេញអាការដាក់ឲ្យយើងឃើញតែរឿងខ្លះទៀតអត់ទេលុះត្រាតែវាដល់ដំណាក់កាលដែលចុងក្រោយហើយទៅវាចេញអាការៈអីអញ្ចឹងទៅធ្វើឲ្យយើងហ្នឹងមិនបានចាប់អារម្មណ៍លើសុខភាពរបស់ខ្លួនឯងវាមិនពាក់ព័ន្ធទៅលើតែភាពក្មេងវ័យឬក៏សម្រស់របស់យើងតែម្យ៉ាងទេលើពីនេះទៅទៀតការមានជាតិស្ករច្រើននៅក្នុងប្រព័ន្ធដំណើរការឈាមរបស់យើងនឹងវាជាមូលហេតុមួយដែលធ្វើឲ្យស្បែករបស់យើងចាស់មុនអាយុក្នុងចំណោមការប៉ះពាល់ផ្នែកផ្សេងទៀតនៃរាងកាយហើយនេះខ្ញុំគិតថាជាដំណោះស្រាយដែលគ្រប់គ្នាមិនត្រឹមតែខ្ញុំទេដែលចង់ដឹងហើយធ្វើវាដើម្បីមកថែទាំសុខភាពខ្លួនឯងព្រោះយើងអត់ចង់ឲ្យមើលទៅរៀងចាស់ជាងអាយុឯណាទោះបីជាបែបមិនក៏ដោយពេលដែលយើងមើលឃើញភាពស្រស់ស្អាតរបស់អ្នកដទៃឬក៏ភាពក្មេងជាវ័យរបស់អ្នកដទៃយើងនឹងមើលគេទៅអត់អញ្ចឹងយើងមិនដឹងថាយើងមានពេលវេលាប្រហែលដើម្បីមើលខ្លួនឯងនៅក្នុងរូបភាពដែរក្មេងស្មើនឹងអាយុឬក៏ក្មេងជាងអាយុរបស់យើងឬក៏និយាយទៅបែបមួយដែលយើងពេញចិត្ត satisfy ពេញចិត្តអ្វីដែលជាយើងហើយរូបភាពបែបជាយើងដែលយើងគិតថាវាល្អប្រសើរលើសមុនណាវាមិនមើលទៅមិនចាស់ពេកវាមិនទ្រុឌទ្រោមពេកជាងអាយុរបស់យើងណាវាហ្នឹងគឺខ្ញុំចង់សម្ដៅទៅលើថាជាមធ្យោបាយឬក៏ជាដំណោះស្រាយទៅលើបញ្ហាដែលយើងកំពុងតែប្រឈមនឹងឯងតែទៅមួយនឹងអានេះfocus តែមួយយ៉ាងទៅលើដែលយើងនិយាយថាក្មេងវ័យនេះប៉ុន្តែរឿងហ្នឹងវានឹងតាមមករឿងផ្សេងជាច្រើនទៀតដែលជាអត្ថប្រយោជន៍ហើយផ្នែកខ្លះទៀតបើសិនជាយើងមិនបានមើលវាឲ្យរៀងពេញលេញទេហើយយើងនឹងភ្លៀងភ្លាត់វាតែប៉ុណ្្នឹងឯងអញ្ចឹងគឺជារឿងដ៏ល្អដែល
ក្នុងរបបអាហារដែលយើងទទួលទានហ្នឹងណាគឺរួមបញ្ចូលជាមួយនឹងសារជាតិអាហារដែលមានកាកសរសៃខ្ពស់មានកាកសរសៃខ្ពស់ប្រភេទដែលមានប្រូតេអ៊ីនល្អហើយកម្រិតដែលសមល្មមដែលរាងកាយរបស់យើងត្រូវការណាអាហ្នឹងមានបរិមាណដែលយើងអាចវាស់បានដែរសម្រាប់ចំនួនប្រូតេអ៊ីនដែលយើងទទួលទានហើយកាកសរសៃអីផ្សេងហ្នឹងគឺវាអនុញ្ញាតឲ្យយើងគ្រប់គ្រងកម្រិតជាតិស្ករតាមបែបធម្មជាតិនៅក្នុងខណៈដំបូងដែលយើងចាប់ផ្ដើមថ្ងៃនីមួយៗរបស់យើងអញ្ចឹងនៅពេលដែលយើងជ្រើសរើសអាហារជាពិសេសពេលព្រឹកដែរដែលពេញលេញត្រឹមត្រូវរាល់ថ្ងៃគឺយើងកំពុងតែជ្រើសរើសឲ្យខ្លួនយើងនឹងមើលទៅក្មេងហើយមានអារម្មណ៍ថាក្មេងជាងវ័យផងដែរណោះប៉ុន្តែចង់ថារៀងរាល់ពេលព្រឹកនេះដោយសារតែលក្ខខណ្ឌនេះខ្ញុំគាត់ថាផ្ដោតពេលព្រឹកច្រើនជាងអញ្ចឹងណាតែវាអាចដំណើរការនៅពេលរសៀលឬក៏ពេលល្ងាចឬក៏ពេលដែលយើងទទួលទានអាហារពេលទី1អាហារពេលទី2អាហារពេលទី3ទៅតាមពេលវេលារបស់យើងអញ្ចឹងណាហើយចំពោះប្រូតេអ៊ីនវាអាចបំបត្តិភាពស្រេកឃ្លានហើយនឹងចំណង់អាហារឬក៏វាសម្រាប់ឲ្យយើងទប់ឃ្លានបានយូរអញ្ចឹងណាវាក៏មានសម្រាប់សំខាន់ទៅដល់សុខភាពកោសិកាយ៉ាងត្រឹមត្រូវហើយក៏ដូចជាការធ្វើដំណាក់ការធ្វើសំយោគសាច់ដុំเนาะហើយនឹងជួសជុលសាច់ដុំបានយ៉ាងល្អអញ្ចឹងត្រឡប់មកវិញជំនួសឲ្យពេលខ្លះដែលយើងញ៉ាំចំណីពេលកពុកនេះនោះច្រើនចេបជប់ច្រើនបើជំនួសអានឹងដោយការដែលយើងមានសតិមកដឹងរឿងនឹងហើយយើងត្រឡប់ពីការហ្នឹងដោយមានពេលវេលាចាត់ចែងអាហារសម្រាប់ខ្លួនឯងព្រោះយើងដឹងតែខ្លួនយើងញ៉ាំចេបជប់អានេះបើសិនជាករណីហ្នឹងអញ្ចឹងពេលដែលយើងសង្កេតមើលទៅយើងដឹងឲ្យខ្លួនយើងរបៀបម៉េចអញ្ចឹងពេលដែលយើងជំនួសអ្វីដែលយើងញ៉ាំចេបជប់ហ្នឹងហើយគ្រាន់តែជំនួសឲ្យការដែលយើងជួបពេលវេលាមកគិតហើយរៀបចំអាហារដែលយើងញ៉ាំជិបជប់ហ្នឹងជំនួសដល់របបអាហារដែលល្អសម្រាប់សុខភាពមានប្រភេទបើសិនជាប្រភេទអាសម្រន់អីលើកទឹកចិត្តឲ្យយើងបានជ្រើសរើសប្រភេទគ្រប់ធនជាតិជំនួសហ្នឹងប្រភេទជាតិជំនួសហើយរបបអាហារក្នុងពេលមួយហ្នឹងមានទាំងបន្លែមានទាំងសាច់ដែលហៅប្រូតេអ៊ីនហ្នឹងវាមិនមានតែសាច់ទេមានសុទ្ធសមានទ្រូងមាន់អីជាដើមហើយមានកាបូនអ៊ីដ្រាតដែលល្អអញ្ចឹងកាបូនអ៊ីដ្រាតល្អយើងអាចស្វែងរកមកបានថាមានប្រភេទអីគេខ្លះអញ្ចឹងណាមានបាយសម្រូបមាន raspberry ឬក៏ប្រភេទតឡូងប្រភេទបតែតឡូងត្រូវមើលដែរអាហ្នឹងក៏គេមានបច្ចៈដែរអញ្ចឹងណាហើយជាមួយនឹងខ្លាញ់ល្អយើងត្រូវទទួលទាននៅក្នុងហ្នឹងអាចជាក្របធនជាតិជាប្រេងអូលីវឬក៏ប្រេងល្ងហើយផ្លែឈើអាចជាផ្លែបឺអីជាដើមเนาะបើសិនជាមានអាហារបំពន់ជំនួសឬក៏ប្រភេទជាសារជាតិអាហារដែលអាចបន្ថែមពីលើហ្នឹងក៏ហត់ទៅល្អដែរเนาะដូចជាប្រភេទOmega Life Free Resort ជាដើម Yes ចាំបាច់នេះទៅដល់មួយចំណុចដល់ផ្នែកសុខភាពជឿជាក់ថាអនុវត្តហើយទទួលបានភាពស្រស់ស្រាយកាន់តែច្រើនជាងមុនហើយក្មេងជាងអាយុជូនពរដល់លោកអ្នកស្ដាប់ទាំងអស់គ្នា